ទូការវេជ្ជញែករឿងនគរបាលខណ្ឌសែនសុខខាត់ខ្លួនយុវជន4នាក់ដែលគ្រាន់តែជួយសម្រួលចរាចរណ៍កកស្ទះកម្លាំងនគរបាលខណ្ឌសែនសុខបានហៅយុវជនមួយក្រុមមានគ្នា4នាក់ទៅធ្វើការណែនាំនិងដកហូតឯកសណ្ឋានបន្ទាប់ពីពួកគេទៅជួយសម្រួលចរាចរណ៍ដែលកំពុងកកស្ទះនៅមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញលោកសុនសថលអធិការរងទទួលផែនចរាចរណ៍បានប្រាប់ផងមាសនៅថ្ងៃទី11ខែមេសានេះថាការខាត់ខ្លួនក្រុមយុវជនទាំងនោះដោយសារតែពួកគេជិះម៉ូតូបើកផ្លូវឲ្យឡានពេនពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដំណើរចំណែកលោកវរៈសេនីយ៍ឯកសង្ឃវិជ្ជការនៃនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញក៏បានឲ្យដឹងដែរថាការខាត់ខ្លួនយុវជនទាំងនោះគ្រាន់តែធ្វើការសួរនាំអប់រំធ្វើកិច្ចសន្យានិងដកហូតឯកសណ្ឋានប៉ុណ្ណោះដែលឡែកយុវជនប៉ូលីហេងបានបញ្ជាក់ប្រាប់ផងមាសថាលោកមិនយល់ថាសមត្ថកិច្ចហៅពួកគេទៅធ្វើកិច្ចសន្យារឿងអ្វីនោះទេបើរឿងជិះម៉ូតូនាំឡានពេទ្យគឺពួកគេបានឈប់ទៅហើយបន្ទាប់ពីទទួលបានការណែនាំពីស្នងការនិងខាងសុខាភិបាលហើយរឿងនេះសម្ដេចធិបតីហ៊ុនម៉ាណែតក៏បានហៅទៅជួបអប់រំណែនាំនិងបានសរសើរអំពីសកម្មភាពមនុស្សធម៌របស់ខ្លួននៅតាមខេត្តនានាផងដែរប៉ុន្តែនៅពេលខ្លួនគ្រាន់តែបដូរទៅជួយសម្រួលចរាចរណ៍ដោយសារឃើញកកស្ទះពេកនៅម្ដុំទឹកថ្លាមុខមន្ទីរពេទ្យរ៉ូយ៉ាល់ក៏ត្រូវបាននគរបាលហៅធ្វើកិច្ចសន្យាតែម្ដងហើយនៅពេលសួរទៅនគរបាលបាននិយាយថាដោយសារថ្នាក់ដឹកនាំធ្វើដំណើរតាមផ្លូវនោះឃើញពួកគេស្លៀកសម្លៀកបំពាក់ខោអាវមិនប្រក្រតីតាក់ទងទៅនឹងព័ត៌មាននេះមហាជនកំពុងផ្ទុះការវែកញែកតាមបណ្ដាញសង្គមដែលលើកឡើងថាបើគ្រាន់តែជួយសម្រួលចរាចរណ៍តើមានអ្វីខុសទៅបើពេលស្ទះម្ដងមិនសូវឃើញសមត្ថកិច្ចចេញមកជួយសម្រួលចរាចរណ៍នោះទេគួរតែកុំតឹងតែងជាមួយយុវជនដែលជួយការងារសង្គមបែបនេះ